សម្រាប់ខែវោកភ្លើងយ៉ាងនេះនឹងមានឥទ្ធិពលចាប់ពីថ្ងៃទី7ខែសីហារហូតដល់ថ្ងៃទី6ខែកញ្ញាឆ្នាំដែលគួរតែមានការយកចិត្តទុកដាក់ទៅលើមុខរបរអាជីវកម្មការងារការសម្រេចចិត្តការបើកបរធ្វើដំណើរជាពិសេសមានឆ្នាំខាលធាតុមាសវ័យ17ឆ្នាំនិងខាលធាតុទឹកវ័យ65ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងត្បូងដែលជាទិសវិឃាត3ចាប់ពីអង្សាម្សាញ់មមីរហូតដល់មមែនិងទិសខាងជើងឈៀងខាងកើតដែលជាទិសនៃតារាសាស្ត្រលេខ5ចោចូលចំពោះកដាផ្ទះយើងឃើញថាតារាសាស្ត្រលេខ2តាក់ទងទៅនឹងជំងឺប្រចាំឆ្នាំយើងឃើញថាលេខ1នៅក្នុងទិសនឹងផ្ទាល់យើងអាចតាំងជាលោហៈឃ្លោកឬក៏អំបិលកាក់6ក៏បានទុករយៈពេល1ខែចំពោះទិសខាងលិចតារាសាស្ត្រលេខ4ដែលជាតារាសាស្ត្រតាក់ទងទៅនឹងស្នេហ៍សតិបញ្ញាប្រចាំឆ្នាំយើងឃើញថាលេខ3ក្នុងទិសនឹងផ្ទាល់យើងអាចតាំងជាគោមអំបិលល្អប្រសើរចំពោះទិសខាងជើងឈៀងខាងលិចប្រចាំឆ្នាំយើងឃើញថាតារាសាស្ត្រលេខ2ប្រចាំខែនឹងផ្ទាល់យើងឃើញថាតារាសាស្ត្រលេខ3តាក់ទងទៅនឹងចំនួនវិវាទបញ្ហាផ្លូវច្បាប់យើងអាចតាំងជាលោហៈតាំងជាកណ្ដឹងបំពង់6ឬក៏ឃ្លោកល្អប្រសើរចំពោះទិសខាងជើងយើងឃើញថាតារាសាស្ត្រលេខ7ប្រចាំខែលេខ6ប្រចាំឆ្នាំតាក់ទងទៅនឹងការបាត់បង់គ្រោះថ្នាក់ផ្សេងបញ្ហាផ្លូវច្បាប់ចំពោះទិសខាងជើងនឹងផ្ទាល់យើងឃើញថាជាទិសវិឃាត3ប្រចាំឆ្នាំផងដែរគួរតែមានការយកចិត្តទុកដាក់ខ្ពស់ចាប់ពីអង្សាកុលជូតរហូតទៅដល់អង្សាឆ្លូវនៅក្នុងទិសខាងជើងយើងអាចតាំងជាលោហៈឬក៏អំបិលកាក់6នៅក្នុងការចាប់ប្រចាំឆ្នាំល្អប្រសើរចំពោះទិសខាងជើងឈៀងខាងកើតតារាសាស្ត្រលេខ5ប្រចាំខែលេខ4ប្រចាំឆ្នាំក្នុងទិសនឹងផ្ទាល់យើងអាចមានការប៉ះពាល់ទៅលើគ្រោះថ្នាក់ការពុលអាហារឬក៏ការបាត់បង់លុយកាក់វិវាទចំនួនផ្សេងផងដែរយើងអាចតាំងជាលោហៈឬក៏អំបិលកាក់6យើងទុកតាមួយខែបានហើយចំពោះទិសនឹងផ្ទាល់រីឯទិសខាងកើតយើងឃើញថាតារាសាស្ត្រលេខ9ចោចូលដែលជាតារាសាស្ត្រតាក់ទងទៅនឹងកេរ្តិ៍ឈ្មោះប្រជាប្រិយភាពចំពោះប្រចាំឆ្នាំយើងឃើញថាលេខ8ល្អប្រសើរតាក់ទងទៅនឹងហិរញ្ញវត្ថុយើងប្រើប្រាស់នៅក្នុងទិសនឹងផ្ទាល់យើងអាចប្រើប្រាស់ជាទឹកមានចលនាគោមអំបិលឬក៏កឡទ្រាប់ផ្កាស្រស់ដើម្បីបំផ្ទុះនៅតារាសាស្ត្រល្អឲ្យកាន់តែល្អថែមទៀតចំពោះទិសខាងត្បូងឈៀងខាងកើតនៅក្នុងខែនឹងផ្ទាល់តារាសាស្ត្រលេខ1តាក់ទងទៅនឹងសតិបញ្ញាការតំណែងចរចាល្អប្រសើរនៅក្នុងប្រចាំឆ្នាំយើងឃើញថាតារាសាស្ត្រលេខ9តាក់ទងទៅនឹងកេរ្តិ៍ឈ្មោះប្រជាប្រិយភាពល្អប្រសើរតាក់ទងទៅនឹងហិរញ្ញវត្ថុផងដែរជាខម្បូរនៃ10ផងដែរនៅក្នុងទិសនឹងយើងអាចតាំងជាគោមអំបិលផ្កាស្រស់កឡទ្រាប់កាន់តែល្អប្រសើរចំពោះទិសខាងត្បូងយើងឃើញថាតារាសាស្ត្រដែលចចូលប្រចាំខែលេខ6ប្រចាំឆ្នាំលេខ5ទិសនឹងផ្ទាល់ជាទិសដែលមិនល្អប្រចាំឆ្នាំយើងគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់វាអាចតាក់ទងទៅនឹងជំងឺដង្កាត់ផ្សេងដូចជាតាក់ទងទៅនឹងសរសៃឈាមខួរក្បាលឬក៏ភ្នែកបេះដូងយើងគួរតែមានការដាក់នៅកឡអំបិលកាក់6នៅក្នុងទិសនឹងយើងចាប់ជាប្រចាំឆ្នាំតែនៅក្នុងខែនឹងមានវេលាល្អនៅក្នុងការដាក់កែប្រែនៅរាល់បញ្ហាទាំងឡាយទៅជាលាភសំណាងផងដែរចំពោះទិសខាងត្បូងឈៀងខាងលិចយើងឃើញថាប្រចាំឆ្នាំលេខ7ប្រចាំខែនឹងផ្ទាល់លេខ8តាក់ទងទៅនឹងមុនស្នេហ៍លក្ខណៈរ៉ូមែនទិកតែវាអត់មានលក្ខណៈជាយូរអង្វែងមានលក្ខណៈថាស្នេហាមួយផ្លែតនៅក្នុងទិសនឹងផ្ទាល់យើងអាចដាក់ជាកឡកាក់6នៅក្នុងការបញ្ជៀសនៅរាល់បញ្ហាទាំងអស់នោះដើម្បីតាក់ទាញមកវិញនៅលាភសំណាងចំពោះតារាសាស្ត្រយើងឃើញថាទិសណាដែលល្អយើងគួរតែមានការប្រើប្រាស់ឬក៏ចាប់លាភឬក៏បន្ទុះលាភឲ្យកាន់តែល្អប្រសើរចំពោះទិសណាដែលមិនល្អយើងគួរតែមានការបម្រុងការពារជៀសវាងនៃការជួសជុលស្វាដំបុកគ្រឹះជូនពរសំណាងល្អនៅក្នុងខែ8ដែលជាខែវោកភ្លើងយ៉ាងនេះទាំងអស់គ្នា